សកម្មភាពខ្លះៗនៅក្នុងថ្ងៃដែលអូនប្រកួតនៅក្នុងកម្មវិធីកីឡាអូឡ িম্প ិក Baby របស់ប្រទេសកម្ពុជាលើកដំបូងតោះអញ្ចឹងមកមើលមានអីគេខ្លះហើយបាទកីឡាករពងគេងហើយលើប៉ាប៉ាទៅយកផ្លាកលេខឲ្យកូនសិនបាទលេខ25ហើយលើនេះគេឲ្យយើងបើកកម្មវិធី Baby កីឡាអូឡ িম্প ិកហើយបាទនេះគឺជាកីឡាកររបស់យើងនឹងឯងបាទមុខនេះបាទទំខុសពីគេងបាទដូរកៅអៅហើយលើនេះបាទគេចិត្តបញ្ចប់ហើយគេដុតភ្លើងគប់បន្ទាប់មកបាទគឺមើលមុខបែបអូសប្បាយចិត្តខ្លាំងមែនតើនិយាយទៅអូអេសាយធិតចំពោះកូនឥឡូវគឺយើងបានដើរដល់ Eon Hall ហើយគឺជាទីតាំងដែលយើងត្រូវប្រកួតនឹងឯងហើយអញ្ចឹងដែរមនុស្សច្រើនមែនតើហើយសម្រាប់អូនអាយុ1ឆ្នាំដល់2ឆ្នាំបាទគឺមាន3វិញ្ញាសាគឺវិញ្ញាសារត់វិញ្ញាសាវាជាមួយនឹងវិញ្ញាសាដាក់កងអាយស៊ូអញ្ចឹងដែរបាទកីឡាកររបស់យើងគឺមកសមតេស្តមើលសិនបាទហើយឥឡូវនេះគឺដល់ម៉ោងប្រកួតហើយគឺម៉ាក់កំពុងតែបិទផ្លាកលេខឲ្យកូនហើយឥឡូវនេះបាទគឺជាសកម្មភាពដែលអូនត្រូវបំពេញកងរុកអូឡ িম্প ិកតាមពណ៌ដែលគេតម្រូវឲ្យយើងដាក់តាមហ្នឹងហើយអូនធ្វើបានមើលទៅកីឡាករយើងបាទអូដាក់វិញបងបាទគេឲ្យដាក់តែមួយលើកមកពីមិនយកមិនដាក់បាទ Baby តែប៉ុណ្្នឹងឯងដើម្បីជាការសប្បាយក៏ដូចជាការចូលរួមហើយឲ្យអូនស្គាល់ពីកីឡានីមួយបាទប៉ុន្តែអូនធ្វើបានដល់រហូតដល់ចប់ហើយអញ្ចឹងដែរអូនធ្វើបាននៅក្នុងរយៈពេល1នាទី11 second ហើយបន្ទាប់មកបាទក៏ដើរលេងមួយផ្លែតនេះបាទគេជួបជាមួយនឹងបេគេជួបជាមួយនឹងលោកគ្រូប៉ែតហើយបន្ទាប់មកក៏ទៅញ៉ាំអីអត់បានថតនៅ footage ញ៉ាំអីលេងស្រាប់តែញ៉ាំរត់មកត្រុយ2អ្នកកូន3អ្នកម៉ែបាទទេសាដែរគេចាប់ដើមប្រកួតយើងមើលតាម live ទៅឃើញថាអូគេប្រកួតអីហើយវិញ្ញាសាទី2គឺវិញ្ញាសាអូនរត់បាទនេះហើយបាទអូបាទបានតែ footage ចេញពីការ live នឹងឯងរត់ត្រុយមកឌិនអូននៅក្នុងជុំហ្នឹងអូនបានលេខ1បន្ទាប់មកវាបាទវាបាទស្រាប់តែមិនទេអើតមកដូចមនុស្សច្រើនពេកអកសើបាទគាំងញញរងើបរត់បាទហើយលើនេះដែរគឺអូនដើរមកដល់ទីដែរបាទបញ្ចប់បាទជាមួយនឹងប៉ាប៉ាហើយបន្ទាប់មកគឺយើងទទួលបាននៅមេដាយប្រាក់នៅក្នុងវិញ្ញាសារត់នឹងឯងបាទគុណស័ក្តិពិតជាពូកែហើយនេះគឺជា achievement របស់គាត់លើកដំបូងនៅក្នុងជីវិតរបស់គាត់ហើយយើងគួរតែចូលរួមលើកស្ទួយបាទនៅក្នុងឆ្នាំក្រោយទៀតបាទនិយាយទៅគឺគេមានច្រើនវិញ្ញាសាមែនតើនៅក្នុងការដែលប្រកួតនឹងហើយអញ្ចឹងប៉ាម៉ាក់ទាំងអស់គ្នាអាចនាំកូនទៅចូលរួមដើម្បីសប្បាយផងហើយនាំកូនទៅដកបទពិសោធន៍ថ្មីផងហើយនេះគឺជាចង់បញ្ចប់នៃវីដេអូបាទនេះបាទកូនត្រៀនគេសប្បាយចិត្តណាស់ទាកាមេរ៉ាពីប៉ាប៉ាអូថតគេថតខ្លួនឯងហើយថតម៉ែហើយថតឪដឹងអីគេទេបាទចឹងអរគុណអ៊ំពូមីងដែលបានគាំទ្រ